មេធ្លាក់ភ្លៀងត្រជាក់បើបានញ៉ាំត្រីបឹងកញ្ឆែតក្តៅៗបែបនេះទៀតណាបងប្អូនអើយនិយាយពីថាជាតិខ្លាំងមែនតែនថ្ងៃនេះខ្ញុំទៅផ្សារឃើញគេលក់កញ្ឆែតជ្រក់ទឹកនឹងល្អពេកបងប្អូនឲ្យមួយដុំនឹងតែ1000ទេអញ្ចឹងហើយក៏ទិញ2ដុំហើយនឹងតកួនមួយដុំដែរយកមកធ្វើត្រីបឹងកញ្ឆែតនឹងញ៉ាំតែម្ដងទៅនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើគឺខ្ញុំបានត្រៀមរៀបចំរួចរាល់ឲ្យហើយត្រីថ្ងៃហ្នឹងទិញមកមិនសូវជាស្រស់ល្អទេបងប្អូនមើលតែពណ៌ក៏ដឹងដែរវារាងអន់សាច់អញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមយកត្រីមកបំពងសិនខ្ញុំចាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យរាងច្រើនបន្តិចហើយទុកប្រេងនឹងឲ្យវាក្តៅខ្លាំងសិនចាំដាក់ត្រីចូលទៅធ្វើអញ្ចឹងបានត្រីបំពងទៅវាអត់ជាប់ហើយត្រីហ្នឹងគឺខ្ញុំជួយចិត្តបំពងវាឲ្យរាងក្រៀមបែបហ្នឹងអញ្ចឹងណាបងប្អូនត្រីឆ្អិនហើយស្រង់វាទុកម្លែកសិនបន្ទាប់មកខ្ញុំក៏មកធ្វើទឹកសម្លត្រីបឹងកញ្ឆែតនឹងតែម្ដងខ្ញុំដាក់ប្រេងឆាបន្តិចចូលទៅក្នុងខ្ទះហើយដាក់ម្ទេសឆ្អើរចិញ្ច្រាំនឹងចូលទៅឆាវាឲ្យឡើងពណ៌ក្រហមល្អសិនបានខ្ញុំដាក់គ្រឿងបុកចូលគ្រឿងបុកនឹងមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចល្មៀតខ្ទឹមសខ្ទឹមក្រហមសណ្ដែកដីហើយនឹងសាច់ត្រីទូកគឺខ្ញុំបុកលាយបញ្ចូលគ្នាអញ្ចឹងណាបងប្អូនឆាគ្រឿងនឹងឲ្យឈ្ងុយសិនបានខ្ញុំដាក់ទឹកអំពិលទុំទឹកត្រីអំបិលបន្តិចម្សៅស៊ុបប៊ីចេងហើយនឹងស្ករត្នោតចូលស្ករវិញបងប្អូនចង់ដាក់ស្ករត្នោតក៏បានឬក៏ស្ករសក៏បានដែរចំពោះរសជាតិជូរប្រៃផ្អែមអីហ្នឹងបងប្អូនចូលចិត្តរសជាតិបែបម៉េចគឺលៃលកទៅតាមចំណង់ចំណូលចិត្តទៅឆាគ្រឿងទាំងអស់ហ្នឹងឲ្យវាបានចូលជាតិគ្នាសព្វល្អសិនបានខ្ញុំចាក់ខ្ទិះដូងចូលហើយខ្ទិះដូងហ្នឹងមានទាំងខ្ទិះដើមហើយនឹងខ្ទិះចុងដាក់លាយចូលគ្នាអញ្ចឹងណាបងប្អូនពេលដែលដាក់ខ្ទិះដូងចូលទៅរួចហើយឃើញថាទឹកសម្លហ្នឹងវាខាប់មកល្មមអីអញ្ចឹងខ្ញុំមិនចាំបាច់ថែមទឹកថែមអីចូលទៀតទេបងប្អូនខ្ញុំគ្រាន់តែទុកទឹកសម្លហ្នឹងឲ្យពុះហើយខ្ញុំភ្លក់រសជាតិទៅវារៀងប្រៃបន្តិចអញ្ចឹងខ្ញុំក៏បន្ថែមស្ករត្នោតចូលទៅតែបន្តិចទៀតគឺថាត្រូវនឹងរសជាតិដែលខ្ញុំចង់បានតែម្ដងរួចរាល់ហើយខ្ញុំយកត្រីនឹងយកវាមកដាក់ចូលនៅក្នុងឆ្នាំងអញ្ចឹងតែម្ដងហើយដួសទឹកសម្លនឹងស្រោចពីលើត្រីនឹងឲ្យសព្វទៅដើម្បីឲ្យវាបានចូលជាតិកាន់តែសព្វល្អអញ្ចឹងណាបងប្អូនហើយដាក់កញ្ឆែតនិងតកួនចូលទុកវាតែមួយពុះបានហើយកុំឲ្យបន្លែនឹងវាឆ្អិនខ្លាំងពេកកញ្ឆែតបើសិនជាទុកវាឲ្យឆ្អិនខ្លាំងពេកវាទៅជាស្វិតញ៉ាំទៅវាអត់សូវឆ្ងាញ់ទេបងប្អូនចាឥឡូវនេះត្រីបឹងកញ្ឆែតរបស់ខ្ញុំបានធ្វើឲ្យឆ្អិនរួចរាល់ហើយទំនងគួរឲ្យចង់ញ៉ាំដែរអត់បងប្អូនហើយត្រីបឹងកញ្ឆែតនឹងវិញគឺថាញ៉ាំឆ្ងាញ់បានតែនៅលើភ្លើងក្តៅអញ្ចឹងទេបងប្អូននៅបើសិនជាទុកវាឲ្យត្រជាក់ញ៉ាំទៅរសជាតិវាក៏មិនសូវជាឆ្ងាញ់ដែរហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នា